នៅក្នុងអត្ថបទនេះនឹងអាប់ដេតជូនបងប្អូនអំពីស្ទាបតានតឹងដែលសៀមចេះតែរករឿងលោកហ៊ុនសែនមើលទៅបើលោកហ៊ុនសែនទ្រាំមិនបានទេពីព្រោះលោកហ៊ុនសែនបានត្រៀមលក្ខណៈស្រេចយកមាសទៅទុកនៅស្រុកចិនដើម្បីដូចជាបើកបេឡាមួយសម្រាប់បើកគ្រាប់នឹងអាវុធទន់ធ្ងន់យកមកវាយសៀមឲ្យទៅពិតតែម្ដងមើលទៅដូច្នេះហើយយើងចាំមើលតទៅទៀតចំណែកឯប្រតិកម្មរបស់លោកអាន់វ៉ាអេប្រាហាំហាក់ដូចជាកំពុងតែអត់មានថ្មិញយើងចាំមើលតើសៀមវាប្រើឧបាយកលរបៀបម៉េចទៀតដើម្បីបញ្ឆេះបញ្ហានេះនៅក្នុងថ្ងៃទី11នៅថ្ងៃទី11ខែនៅថ្ងៃទី11ខែវិច្ឆិកានេះថៃបានបញ្ចេញសកម្មភាពថ្មីបង្កចំនួនជាមួយកម្ពុជាហើយវាបាននិយាយថាវាមិនខ្វល់នឹងរាយការណ៍វាមិនខ្វល់នឹងរាយការណ៍ឲ្យសហរដ្ឋអាមេរិកអីទេដូច្នេះហើយលោកហ៊ុនសែនក៏មានឧបាយកលរបស់លោកស្រាច់គឺយកមេទៅទុកស្រុកចិនដាក់ថប់វាយអាស៊ានហ្នឹងឲ្យបាក់ជើងម្ដងតែបងប្អូនគិតយ៉ាងម៉េចដែរច្បាស់ជាស្រែកអូកញ្ជ្រៀវនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយប្រទេសជាតិមានកូនប្រុសដ៏អង្អាចក្លាហានគឺសម្ដេចតេជោហ៊ុនសែនពូជចាប់ជាតិពងវងត្រកូលស្ដេចកនណាដាក់ផប់សត្វតមាសវាយមួយហ្មងវាយកពិឲ្យចាញ់កប៉ោងណាមានសពក្របផ្លោមគ្រប់ប្រភេទណាពេលដកគ្របដាក់តែស្បូវក្នុងហ្នឹងទេនាងស្អីនៅតាមព្រំដែនហើយស្រេចដូច្នេះហើយគឺតែហ៊ានហក់មកត្រូវហើយអាកូនឯងស៊ីកពិឯងស៊ីប្រហុកឆ្ងាញ់ជាងកពិសាកមើលត្រូវឥឡូវហ្នឹងដូច្នេះក្រោមការដឹកនាំដ៏អង្អាចក្លាហាននៃសម្ដេចតេជោធិបតីណាម្ចាស់លើវងកត់បរិយដែលមានប្រជាប្រិយនិងអស្ចារ្យលើលោកម្ដងនេះណាម្ដងនេះគឺកពិច្បាស់ជាគិតខុសតែហ៊ានផ្ដេសផ្ដាស់ហ្នឹងទឹកជន់ផងភ្លៀងធ្លាក់ផងហ៊ានមកប៉ះជាមួយវងកត់បរិយនៅក្រោមអធិបតីស្រីតេជោពូជពងវងស្ដេចកនណាដែលជាកូនប្រុសនៅក្នុងពន្លឺដួងខែមិនងាយទេអាកូនអើយដាក់មាសរាប់រយតោនទុកហើយស្ដាច់ណាដាក់មាសរាប់រយតោនសុទ្ធហើយស្ដាច់គឺអត់មានបបាក់អីណាវេលុយវេអីបងថ្លៃគ្រាប់ថ្លៃអីទេគឺដាក់មាសហើយស្ដាច់តែហ៊ានហក់មកត្រូវហើយ54តោនបើសិនជាកពិហ៊ានហក់ជាមួយយក54តោនដាក់ផឹកវាយឲ្យប៉ោងខោវិញដំបូងតែហ៊ានជួបតែជាមួយនឹងតែហ៊ានអត់ពាក់ដៃជើងទេឥឡូវលើកក្រោយនេះតែហ៊ានជិះសត្វដ្រូនត្រៀមលក្ខណៈហើយស្ដាច់អាកថាកាន់ច័ន្ទសផលចាញ់រូបភាពកាយរណបហើយស្ដាច់ថាមានបោះតាំងគ្រប់គ្រាន់ដែលសៀមវាប្រើល្បិចកលខ្មៅកខ្វក់បានលបលួចចូលទៅដាក់មីននៅទីតាំងឲ្យគ្នាវាជន់ដូច្នេះហើយកាត់ទុកមិនសក់ចិត្តអ៊ំអត់មានញ៉ៃជាមួយណាស្ងាត់តែមិននៅស្ងៀមណាស្ងាត់តែមិននៅស្ងៀមទេអូនដូច្នេះអូនឯងប្រឹងទៅព្រួយអានេះណាគេហៅថាសៀមកុំអាលអកម្ពុជាកុំអាលភ័យណានៅក្រោមថ្មីដៃជោគជ័យនៃសម្ដេចតេជោមិនអីណាពាក់អាវសង្ត្រេតឹងដកដង្ហើមមិនរួចទេអូនយុទ្ធជនជើងចាស់វាយយួនឆ្លៀនពេលរហូតដល់យួនធ្វើម្ចាស់យុទ្ធជនជើងចាស់វាយខ្មែរឡើងរៀបអានេះអត់ដឹងអីសោះចេះមកឯងស្អីរុញកែងដៃហ៊ុនសែននេះអត់បានទេណាមួយមានសេនាដៃឯកអាស្ដាំឈ្មោះវាអាកែងវណ្ណៈអាឆ្វេងឈ្មោះវាអាសានប៊ុនធឿនអាហ្នឹងយកបាត់ដបកវែងសៀមហ្នឹងសៀមបាក់បបខ្ចប់ខ្ចាត់ខ្ចាយបាក់តបរត់រៀងមាយពេញព្រះនគរលិចលំក្នុងសមុទ្រអស់គ្មានសល់ទេមិនបាច់ស្អីច្រើនទេគ្រាន់តែសេនាដៃស្ដាំអភ័យវណ្ណៈមួយសេនាដៃឆ្វេងអាសានប៊ុនធឿនមួយយកដបកវែងសៀមណាសៀមចាញ់បាត់ទៅហើយសៀមចាញ់បាត់ទៅហើយកុំលេងជាមួយคนលួងប្រស្ដាច់កនចុះហេតុដូចម្ដេចបានខ្ញុំមិនសាយអញ្ចឹងពីព្រោះទុកទឹកចុងក្រោយឲ្យសៀមវាកញ្ចោបន្តិចចាំឲ្យដាក់មួយក្តៅអត់បានទេនាងមេ54តោនអញយកទៅកក់ចិនឲ្យស្រាច់ចិនប្រាប់ថាបើតាមចិត្តតាំងពីតៅហ៊ូចំយងកៅក៏បានដែរនេះបានពិតជាមិត្តដៃឯកនេះហើយជាមិត្តដៃខេតនោះមិនធម្មតាណាមិនធម្មតាព្រឹត្តិការណ៍ដែលកំពុងតែរន្ទឺពេញមេឃរន្ទឺពេញដីស្រុករស់ក្រោមតែជោគជ័យយកមាសចាញ់ច្បាំងកុំច្រឡំមិនធម្មតាទេឃើញស្ងាត់ណាស្មានតែនៅស្ងៀមប្រាប់ហើយថាស្ងាត់មិនស្ងៀមទេណាប្រាប់ថាស្ងាត់ហើយមិនស្ងៀមទេអូនកុំញ៉ៃណាមាស54តោនប្រងព្រៀបជាស្នាច់បើពេលណាក៏បានដែរអានឹងអញ្ចឹងណាបងប្អូនមិនធម្មតាបាទមិនធម្មតាឡើយនេះនៅវេលាថ្ងៃនេះអនុទិនច័ន្ទវិរៈគុណបានទៅយំស្បែកនៅចំពោះមុខទាហានថៃដែលរងរបួសដីពេទ្យណាអនុទិនគេសម្ដែងគេធ្វើជាស្រក់ទឹកភ្នែកស្រក់ទឹកនេតាជឿចាប់ខ្លោចផ្សានិងតែចូលសែនវាយតែចូលសែនមានវាយណាក៏តែមានណាឯងមកណាដាច់អស់មានសល់ទេណាដាច់អស់មានសល់ទេអូខេដាច់អស់មានសល់ឲ្យតែមកឯងមិនទាន់ដឹងនេះគឺជាចំណុចដ៏សំខាន់នៃស្ថានភាពដែលកំពុងវិវត្តឡើងក្តៅ
នេះគឺជាស្ថានភាពដែលកំពុងតែវិវត្តឡើងក្តៅណាបងប្អូនបាទអត់បានទេអត់បានអញ្ចឹងហ្មង1 ម៉ោងមុននេះការផ្សាយចេញពីថៃឡង់បន្តរករឿងលោកហ៊ុនសែនតទៅទៀតឥឡូវមើលសម្ដេចហ៊ុនសែនម្ដងតើមានអីកាលពី2 ម៉ោងមុននៅក្នុងទំព័រ Facebook របស់សម្ដេចហ៊ុនសែនបានបង្ហាញភាពស្ងប់ស្ងៀមនិងនូរជាខ្លាំងប្រទេសកម្ពុជាអបអរសាទរនិងឯករាជ្យភាពនៃប្រទេសដែលមានជាង70ឆ្នាំមកហើយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ស្ដេចយាងដែលមានការហែហោមពីសេនាបតីស្រីស្រឹងគាគណៈរដ្ឋមន្ត្រីនៃរាជការកម្ពុជាមានសម្ដេចហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតនិងសមាជិកមន្ត្រីជាន់ខ្ពស់ទាំងឡាយបានបង្ហាតាមព្រះអង្គព្រះមហាក្សត្រស្ដេចយាងទៅវិមានឯករាជ្យដើម្បីនឹងធ្វើពិធីពន្លត់ភ្លើងជ័យកម្ពុជាបង្ហាញភាពប្រក្រតីនិងនោមិនមានការភ័យខ្លាចអ្វីឡើយចំពោះការគំរាមកំហែងដែលអត់ធ្មេញដោយពួកការពិអន្តរថៃចង់សាក់ໄວដៃជាមួយស្រីតាជោគង់តាបានទេអានាងរញ៉ៃគង់តាបានទេអានាងអើយគង់តាបានទេណាអញ្ចឹងណាបងប្អូនណាហ្នឹងអញ្ចឹងណាដូច្នេះហើយណាបកូនណាលោកយាងទៅវាំងវិញណាយកយាងទៅវាំងវិញហើយក៏ផ្សាយចាញ់ទូទាំងប្រទេសនៅថ្ងៃ11វិច្ឆិកាស្ដេចយាងពន្លត់ភ្លើងជ័យនៅឯវិមានឯករាជ្យដែលមានការដង្ហែពីគណៈរដ្ឋមន្ត្រីនៃរាជការព្រមទាំងអង្គការដឹកនាំជាតិទាំងអស់រួមទាំងសម្ដេចតេជោហ៊ុនសែនសូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នៅរាល់ព័ត៌មានវីដេអូឬរូបភាពដែលអាចបង្ហាញពីសកម្មភាពរដ្ឋសេចក្តីអំពីអន្តតែឃើញសុភាវុធពីវនីវដើម្បីចូលរួមរក្សាសវត្ថិភាពកងកម្លាំងរបស់យើងក៏ដូចជារក្សាការសម្ងាត់យោធាសូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នៅរាល់ព័ត៌មានវីដេអូឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធាផែនទីការបង្ហាញពីការចល័តឬការដាក់ពង្រាយកងទ័ពទីតាំងឈរជើងលេនដ្ឋានត្រង់សេជំរំជំរកការចល័តសពាវុធផ្លូវផ្គត់ផ្គង់សម្ភារៈបរិក្ខារឬស្បៀងអាហាររបស់កងទ័ពតាមគ្រប់បណ្ដាញទំនាក់ទំនងសង្គមដូចជា Facebook TikTok YouTube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតជាដាច់សេចក្តីអំពាវនាវដើម្បីយោងតាមក្រសួងការពារជាតិប្រកាសឲ្យដឹងផងដែរថានៅវេលាម៉ោង 2:22 នាទីយោធាថៃបានបាញ់ផ្សែងពលក្នុងភូមិសាស្ត្រឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅសកម្មភាពខាងលើនេះជាការវាយប្រហារដល់កំរោលដោយមិនរើសគោលដៅរបស់យោធាថៃជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ